សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងសិក្សាតទៅជាមួយនឹងការប្រើប្រាស់ទៅលើ tool មួយទៀតគឺឈ្មោះថា Midpoint Line Tool វាគឺជា tool មួយប្រើដើម្បីធ្វើការគូសបន្ទាត់ដោយយើងគូសចេញពីចំណុចកណ្ដាលនៃបន្ទាត់នោះអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី SolidWorks អូខេឥឡូវយើងចូលទៅ Sketch បងប្អូន click Sketch មកហើយបន្តមកទៀតយើង click ទៅលើសញ្ញាព្រួយនេះយើងយកពាក្យថា Midpoint Line Tool អញ្ចឹងការប្រើប្រាស់របស់វាគឺដូចជាមួយនឹង line នេះដែរក៏ប៉ុន្តែខុសគ្នាត្រង់ថា line នេះគឺវាទៅពេលណាគូគឺយើងចាប់ផ្ដើមពីចំណុចចាប់ផ្ដើមហើយនឹងចំណុចបញ្ចប់ប៉ុន្តែនេះគឺអត់ទេគឺចាប់ផ្ដើមពីចំណុចកណ្ដាលហើយនឹងចំណុចបញ្ចប់អូខេឥឡូវយើង click លើវាមកបន្តមកទៀតគឺយើងចាប់ផ្ដើមមើលទៅលើប្លង់ដែលយើងចង់ធ្វើការគូសឥឡូវខ្ញុំរើសទៅលើប្លង់ top ចុះខ្ញុំ click ទៅលើប្លង់ top អូខេឥឡូវយើងចាប់ដល់យើងគូសពីកន្លែងណាមុនក៏បានដែរឥឡូវថាខ្ញុំធ្វើការ set ចំណុចកណ្ដាលនៃបន្ទាត់ហ្នឹងចេញពីចំណុច origin អញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការ click មានន័យថាយើង click ទៅលើ ម៉ៅឆ្វេងជាប់ហើយអូសវាមកឆ្វេងក៏បានមកស្ដាំក៏បានទៅតាម degree យើងចង់បានឥឡូវខ្ញុំចង់បានឲ្យវាផ្ដេកអូខេអញ្ចឹងគឺផ្ដេកយើងមើលមុំវានៅចុងនេះគឺ180ចឹងមានន័យថាវាគឺជាមុំរៀបអញ្ចឹងគឺផ្ដេកយើងទាញវាមកអញ្ចឹងនៅពេលណាដែលយើងទាញវាគឺវាបង្កើតបន្ទាត់ហ្នឹងដោយឆ្លោះចេញពីចំណុចកណ្ដាលយើងឃើញអត់នេះឥឡូវខ្ញុំចង់បានប្រវែងវាប៉ុណ្ណេះចុះហើយខ្ញុំបន្លែងវាជាយើងឃើញយើងបានធ្វើការបង្កើតបន្ទាត់ហ្នឹងចេញពីចំណុចកណ្ដាលនេះនៅពេលណាយើងទាញវាមកខាងស្ដាំគឺវានឹងធ្វើការបង្កើតមកខាងឆ្វេងដូចសារតែវាបង្កើតបន្ទាត់ហ្នឹងដោយឆ្លោះធៀបជាមួយនឹងចំណុចកណ្ដាលដែលគេហៅថាជា mid point ជាចំណុចកណ្ដាលហ្នឹងអូខេឥឡូវខ្ញុំចាប់ផ្ដើមធ្វើការបង្កើតវាឡើងទៅលើមួយទៀតអញ្ចឹងខ្ញុំធ្វើការ click ឲ្យជាប់ហើយអូសមកឡើងទៅលើអូខេហើយខ្ញុំធ្វើការបន្លែងវាតែអញ្ចឹងអានេះគឺវាដូចជាមួយនឹង line ដែរការប្រើប្រាស់របស់វាក៏គ្រាន់តែខុសថា line គឺវា set ចំណុចចាប់ផ្ដើមហើយនឹងចំណុចបញ្ចប់ប៉ុន្តែនេះគឺ set ចំណុចកណ្ដាលអូខេឥឡូវខ្ញុំបញ្ចប់វាបន្តមកទៀតគឺខ្ញុំធ្វើការកំណត់ទៅលើប្រវែងវាឥឡូវតោះខ្ញុំកំណត់អានេះខ្ញុំដាក់វា5អ៊ីងចុះជាខ្ញុំដាក់លេខ5ចូលអូខេហើយអានេះខ្ញុំដាក់5ដែរconfirm វាខ្ញុំបង្កើតវាជាការ៉េមួយអូខេជាខ្ញុំអាច click ភ្ជាប់វាហើយខ្ញុំ click ភ្ជាប់វាមកខាងនេះគឺ line គឺវាយើងធ្វើការ click វាមួយហើយយើងអូសវាចេញមកដើម្បីកំណត់ទៅលើចំណុចបញ្ចប់របស់វាចា៎ហ្នឹងគឺជា line tool រីឯ midpoint line គឺយើង set ពីចំណុចកណ្ដាលអូខេឥឡូវខ្ញុំ click នេះមកខ្ញុំ confirm វាសិនហើយខ្ញុំ click លើវាខ្ញុំ convert វាជា contraction geometry នេះក៏អញ្ចឹងដែរខ្ញុំ convert វាអញ្ចឹងធ្វើយើងប្រើវាគឺជា reference អញ្ចឹងយើងបន្តមកទៀតខ្ញុំចូលមកកន្លែង feature ខ្ញុំ extrude វាឥឡូវខ្ញុំ extrude វាខ្ញុំយកវា1 inch ចុះហើយ confirm វាអូខេបន្តមកទៀតខ្ញុំធ្វើការបង្កើតជាចន្លោះឬក៏ជាប្រហោងលើ object នេះគឺខ្ញុំចូលទៅ sketch ខ្ញុំ click ទៅលើmid point line ហើយខ្ញុំ click ទៅលើជ្រុងនេះមកហើយឥឡូវខ្ញុំចង់ធ្វើការបង្កើតវាចំណុចនេះមួយចំណុចនេះមួយអញ្ចឹងគឺខ្ញុំប្រើប្រាស់ទៅលើ line tool ដើម្បីធ្វើការគូសវាគឺជាប្រភេទ mid point line គឺ click ទាញវាមកខាងឆ្វេងម្ដងលើកនេះអូខេអញ្ចឹងយើងមើលខ្ញុំបន្លែងវាមកហើយបន្តមកទៀតគឺយើងធ្វើការកំណត់ទៅលើប្រវែងវាអញ្ចឹងមានន័យថាយើងគ្រាន់តែគូសពីចំណុចនេះមកដល់ចំណុចនេះគឺវាបង្កើតដោយខ្លួនឯងខ្ញុំចូលមកកន្លែង smart dimension នេះមកខ្ញុំកំណត់ប្រវែងវាហើយខ្ញុំដាក់ថា1
hình chẳng và sân bây giờ cầm nọt vài này muối chờ này cứ vì cả mỗi tiền này mình thà chỉ vài biết đi sập tới cứ vì hình thế chẳng nhung trôi một cái sketch mỗi tiết nhung pra từ lớn sai kho thú thế nhung cầm nọt từ lớn smart dimension ní nhung đã vì son cho bảy tối toàn một tiền này nhung cả vì mỗi tiền đại mất trôi màu sai khó những pra miro các bạn tại nhung chơi pra vía thì nhung pra cả vì mỗi tiền mất này cứ son cho bảy hái cứ phần vì hai anh ấy cứ dương thực các convert về màu chỉ contraction geometry vì cứ chỉ dương convert về chỉ bằng toát mỗi là dương pra vì chỉ reference vì thời reference cứ dương còn là pra vì chỉ câu không cảประกาศ object extend tiền chắc nhóm pra và toát nè phơi vì chỉ câu chỉ cùng lục táng không cảประกาศcycle ปี nè chắc cứ ประกาศ nó cứ vì slot นี้ trong chừng này cái nào chắc nhung click close nàyมั้ง hỏi nhung click từ lơ bắt đầu ní hỏi nhung click từ lơ contraction geometry chúng click là việcมั้งvà mới tiếp khi nhung chọn thứ cả chọn về chẳng cứ nhung extrude cut với cho một cái này feature hỏi nhung vô biến thành extrude cut thế chẳng nhung vô option ní nhung vô biến thành through all mình đây thay vì cắt roll object đến nơi vì một biến nóคือbị cắt ngon cho nhung click confirm á thì dương mới thì cứ chỉ object để dương bàn rồi để dương pra từ lửa cả pra từ lửa midpoint line tool ok chẳngสำหรับเรียนนี้คือdương bàn pra dương bàn เรียนแต่ตรงจุดมวยหนึ่งระเบียบในการpra từ lửa midpoint line tool វាគឺជា tool មួយប្រើដើម្បីធ្វើការគូបន្ទាត់ដោយចេញពីចំណុចកណ្ដាលអញ្ចឹងសូមអរគុណសូមជម្រាបលា